សួស្តីបងប្អូនថ្ងៃនេះខ្ញុំប្រាប់ពីរបៀបដាក់អក្សររត់តាមសំឡេងដែលយើងនិយាយក្នុង CapCut ហៅថា Auto Caption ដែលយើងមិនបាច់ចាំសរសេរនៅមួយតាមហើយពាក្យដែលយើងនិយាយតោះមកមើលរបៀបធ្វើជាមួយខ្ញុំដំបូងយើងចូល CapCut មកហើយយើង select new video មកហើយយកវីដេអូណាមួយក៏បានដែលអ្នកទាំងអស់គ្នាចង់ធ្វើឬខ្ញុំយកវីដេអូនេះតោះមកយកពី Edit ហើយយើងយកកន្លែងអក្សរ T មកកន្លែង text ហ្នឹងអក្សរ T រួចហើយយក Auto Caption ដែលមានរូបសញ្ញាអក្សរ CC ហ្នឹងរួចហើយយើងកុំភ្លេចយកកន្លែង broken ដើម្បីដូរឲ្យជាភាសាអញ្ចឹងយើងដូរមកដំបូងវាចុះភាសាខ្មែរអញ្ចឹងយើងដូរយកភាសាខ្មែរមកហើយយើងចេញទៅវិញរួចហើយយើង generate ឬក៏អ្នកទាំងអស់គ្នាចង់ដូរ template អីតាមអ្វីដែលអ្នកទាំងអស់គ្នាចូលចិត្តធ្វើតាមហ្នឹងទៅតោះមកយើង generate មកហើយរងចាំយើងតិចទៅអាហ្នឹងវាស្រីទៅលើវីដេអូយើងវែងខ្លីវាយូរលឿនតាមហ្នឹងដែរឥឡូវវាបានហើយ load មកនេះឃើញអក្សរវា load មកអត់អក្សរពេលយើងអត់ដាក់ font វានៅរៀងញ៉ៃៗអញ្ចឹងយើងដាក់ font មកយើងយកកន្លែងអក្សរ A មក stiller ហ្នឹងមករួចហើយយើងយកពាក្យ font រួចហើយយើងយក my font របស់យើងមកហើយយើង select font ណាយើងស្រឡាញ់ទៅខ្ញុំសូមយក font នេះហើយយើងលេង style តាមអ្វីដែលអ្នកទាំងអស់គ្នាចូលចិត្តស្រឡាញ់ទៅហើយ animation យើងដាក់តាមហ្នឹងទៅអ្នកទាំងអស់គ្នាស្រឡាញ់ណាអ្នកទាំងអស់គ្នាដាក់ហ្នឹងទៅតបមកយើងចុចคลิกមកបានហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងរបៀបធ្វើអញ្ចឹងខ្ញុំសូមបញ្ជាក់ឲ្យធ្វើបែបនេះលុះត្រាតែអ្នកទាំងអស់គ្នាមាន CapCut Pro និង CapCut Standard ហើយ CapCut យើងធម្មតាយើង generate វាបានទេអរគុណ